ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃកម្មវិធីពិព័រណ៍សភើកម្ពុជាលើកទី12ដែលប្រពឡើងនៅកោះពេជ្របរិវេណអគារអេលីសេថ្មីត្បិតថាអំឡុងពេលនេះប្រជាជនទូទាំងប្រទេសកម្ពុជាកំពុងតែមានទុក្ខក្រៀមក្រំដោយសារតែវិបត្តិនៃសង្គ្រាមដែលកំពុងតែកើតឡើងនៅតាមបណ្ដាព្រំដែនរវាងកម្ពុជាថៃប៉ុន្តែខ្ញុំនៅតែសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅតែបន្តគាំទ្រលើកស្ទួយវិស័យអំណាចកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀតព្រោះធនធានមនុស្សគឺសំខាន់ខ្លាំងមែនទែនធនធានមនុស្សគឺជាខែការពារគឺជាសភាវុធធនធ្ងន់ដែលអាចជ្រោមជ្រែងសង្គមជាតិឲ្យកាន់តែរីកចម្រើនឲ្យសត្រូវខ្លាចរអាពុំហ៊ានឈ្លានពានប្រទេសយើងតូចមែនដូច្នេះត្រូវតែមានធនធានមនុស្សដែលខ្លាំងពូកែដើម្បីបង្ការកុំឲ្យឆ្កែលបខំពួកវាដៀប្រទេសយើងថាជាប្រទេសអ្នកក្រប៉ុន្តែប្រទេសអ្នកមានដោយពួកវានឹងមានមែនតែថោកគ្មានចំណេះដឹងល្ងងខ្លៅបំភ្លៃការពិតសូម្បីតែប្រវត្តិសាស្ត្រក៏វង្វេងដែរដូច្នេះហើយក្នុងនាមពួកយើងជាអ្នកនិពន្ធជាអ្នកបោះពុម្ពផ្សាយជាកម្លាំងខាងក្រោយគឺមានតួនាទីយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាធនធានមនុស្សបណ្ដុះគ្រាប់ពូជដែលមានឧត្តមគតិស្នេហាចំពោះជាតិមាតុភូមិឲ្យបានកាន់តែច្រើនដើម្បីឲ្យសត្រូវសួរពូជវាដឹងថាពួកយើងតូចពេនប៉ុន្តែពួកយើងគឺតាំងខ្លាំងមែនតើប្រជាជនខ្មែរយើងក្រជាងប្រទេសពួកវាមែនប៉ុន្តែពួកយើងមានភាពថ្លៃថ្នូរមានកិត្តិយសមានចំណេះដឹងអ្នកបោះពុម្ពផ្សាយអ្នកនិពន្ធគ្រប់គ្នាគឺទន្ទឹងរង់ចាំថ្ងៃពិព័រណ៍សភើកម្ពុជាបានមកដល់ប៉ុន្តែថ្ងៃដែលពួកយើងរងចាំថ្ងៃដែលពួកយើងគួរតែសប្បាយរីករាយវាបានប្រែคล้ายទៅជាថ្ងៃកាន់ទុក្ខថ្ងៃដែលសែនឈឺចាប់ជាទីបំផុតគ្រប់គ្នាគឺអូដើមកបេះដូងធ្លុះធ្លាយឈរលក់បណ្ដាទឹកភ្នែកបណ្ដាហេតុអីព្រោះតែពួកយើងឈឺចាប់ខ្លាំងណាស់ប៉ុន្តែពួកយើងអត់អាចឈប់បានពួកយើងអត់អាចឈប់បានទេព្រោះតួនាទីពួកយើងដែលជាកម្លាំងខាងក្រោយគឺមានបេសកកម្មបណ្ដុះបណ្ដាធនធានមនុស្សជំរុញវិស័យអប់រំវិស័យអំណាចនៅកម្ពុជាឲ្យកាន់តែរីកចម្រើនមិនថានៅក្នុងស្ថានភាពបែបណាក៏ដោយពិសេសនៅពេលដែលប្រទេសរបស់យើងកំពុងតែទទួលរងការឈ្លានពានការបំពានពីប្រទេសអ្នកមាននោះគឺពួកយើងកាន់តែប្រឹងប្រែងខិតខំជាងមុនរាប់រយរាប់លានដងមានពាក្យមួយនិយាយថាបើសិនជាចង់ឲ្យប្រទេសជាតិមួយឲ្យលាយគ្រាន់តែដុតសភើចោលឲ្យអស់ហើយមិនចាំបាច់ធ្វើសង្គ្រាមទេព្រោះអាវុធដែលបាញ់មិនអស់គ្រាប់គឺជាចំណេះដឹងគឺជាធនធានមនុស្សដូច្នេះហើយវិស័យអំណាចមិនអាចដើរថយក្រោយបានជាដាច់ខាត